បងប្រុសព្រឹកមិញគាត់មកដល់ផ្ទះខ្ញុំក៏សួរជាងខ្ញុំឆ្កល់ទូរស័ព្ទខ្ញុំមិនបានចាខ្ញុំលេង Facebook លេងសុកសោះបែកខ្នងខ្ចាយតែហ្មងខ្ញុំថាបងវាមិនដែរទូរស័ព្ទណាគាត់ថាលេងបែកខ្នងខ្ចាយអញ្ចឹងណាបងគាត់ថាមិនដឹងនិយាយយ៉ាងម៉េចខ្ញុំក៏ពណ៌មើលទូរស័ព្ទវាធ្វើខ្ញុំខឹងហ៎បងវាធ្វើខ្ញុំខឹងខ្ញុំទប់អារម្មណ៍បានដាក់ភុះបែកខ្ទេចតែហ្មងទៅបាទទីបំផុតយកមកដល់ជាងតែហ្មងបានសម្រាប់អញ្ចឹងណាពេលនោះដែរខ្ញុំក៏បានគាត់ប្រាប់គាត់ថាបងចាំពេលថ្ងៃក៏បានដែរបងចាំមកយកណាបាទខ្ញុំធ្វើតែមកផ្លែតទេបាទតែមកផ្លែតទេដល់ហើយបងលុះ2ម៉ោងក្រោយមកម្ចាស់គាត់មកដល់វិញថាបងទូរស័ព្ទខ្ញុំហើយនៅបងអើយនៅតែដែរនេះទុំបានប៉ះបានបន្តិចនេះបងឲ្យមើលឡើងតែរវល់ជាឯងចាធ្វើបាបខ្ញុំអញ្ចឹងខ្ញុំនៅឆ្ងាយផងណាទៅជិះមកណាបើថាចាំហើយកន្លះម៉ោងទៀតបងគាត់ថាកន្លះម៉ោងក៏កន្លះម៉ោងខ្ញុំនៅឆ្ងាយដែរខ្ញុំនៅចាំបណ្ដោយអញ្ចឹងថាបងឲ្យដេកលេងអង្គុយលេងក៏បានដែរនៅមុខបាទមើលស្រីស្អាតផស្អាតអញ្ចឹងណាបាទលុះ1ម៉ោងក្រោយមកគាត់មកសួរខ្ញុំទៀតបងទូរស័ព្ទខ្ញុំហើយនៅខ្ញុំថាបងអើយតន់ហើយផងហ្នឹងដោយសារតែថ្ងៃហ្នឹងនិយាយពីថាវារវល់ណាបាទមិនមែនលេះណាបាទរវល់ហើយឥឡូវខ្ញុំចេះតែធ្វើផងលក់ផងរត់ឆ្វេងឆ្វាយលិចកាត់ជើងត្បូងអញ្ចឹងណាបាទលុះក្រោយមកខ្ញុំក៏ចាប់ផ្ដើមវះកាត់អីរួចរាល់អស់ហើយក៏ចាប់ផ្ដើមតេស្តមើលអេក្រង់ហ្នឹងណាបាទព្រោះអីគាត់ថើណាទឿនហើយទឿនទៀតចឹងខ្ញុំចេះប្រងធ្វើផងលក់ផងអត់ចោះឡើងឆ្វេងឆ្វាយបាទហើយឥឡូវក៏ខ្ញុំដាក់អេក្រង់ថ្មីដាក់អីរាល់អីអស់ហើយបាទហើយក៏យើងចាប់ផ្ដើមតេស្តមើលថាវេទនាការឬមួយក៏មិនវេទនាការហើយយើងចាប់ផ្ដើមតេស្តមកអស់ហើយក៏យើងចាប់ផ្ដើមសេរីអាខ្នងក្រោយនេះបាទដោយសារតែវាបែកឡើងមកតែម្ដងណាបងប្អូនបាទចឹងគឺដោយសារតែគាត់ទប់អារម្មណ៍បាទចាស់គាត់ថាខ្ញុំទប់អារម្មណ៍ផងប៉ុន្តែគាត់ថាខ្ញុំមិនទប់អារម្មណ៍ទៀតដល់អាបាត់ខ្លួនហើយទូរស័ព្ទហ្នឹងបាទថាបងចេះអញ្ចឹងបើទប់អារម្មណ៍អត់បានជានឹងដាច់បាយណាដែលខ្ញុំក៏ប៉ុន្តែធ្វើហ្នឹងគាត់ប្រាប់ខ្ញុំថាបងបងយកលេខទូរស័ព្ទខ្ញុំមួយហ្មងព្រោះគ្នាខ្ញុំសបោអានេះបោកចូលចិត្តបោកច្រើនណាគាត់ថាសំណុកមិនមកបាញ់សារទេសួរសំណុកបើសិនជាមិនមកអីបាញ់ទេទៅបើថាទេឡើងចូលដល់ពួកនៅនឹងបោកទៀតហើយបាទខ្ញុំណេះមិនបងអស់យូរក៏យកលេខគាត់មួយតុកហ្នឹងណាអាឡែងតែនិយាយលេខនិយាយកើតច្រើនពេកភ្លេចមើលទូរស័ព្ទឯនេះបាទយើងបិទកាវបិទអីចូលអីរួចរាល់អស់ហើយក៏ចាប់ដើមរៀបចំចូលទៅបាទយើងតេស្តមើលអីក្រង់មើលខ្នងក្រោយមកអីវាស្អាតអីរួចអស់ហើយក៏យើងចាប់ដើមតេស្តចាប់ដើមចាប់ចូលចាប់អីចឹងទៅហើយក៏ចាប់ដើមបិទ skin បិទអីជូនគាត់ចឹងវិញណាបាទចឹងគឺ skin គឺខ្ញុំ free ជូនគាត់មួយទៀតបាទចឹងគឺអែមបាទជាទូទៅគឺឲ្យតែដូចក្រោយគឺខ្ញុំនឹង free ឲ្យបាទសម្រាប់អេក្រង់នេះគឺខ្ញុំធានាគាត់មួយឆ្នាំបងប្អូនបាទបើសិនគាត់ប្រើទៅបែកឬមួយក៏មិនមកយកមកខ្ញុំដូរថ្មីឲ្យគិតលុយម្ដងទៀតចឹងណាបងប្អូនបាទចឹងគឺអែមសម្រាប់អេក្រង់នេះសម្រាប់តែបងប្អូនម្ដងទៀតសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះហើយកុំភ្លេចជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងបាទអរគុណច្រើនរកស៊ីទូទានមានបានហេងទាំងអស់គ្នាបងប្អូន